រឿងថៅកែចិត្តចោលតាក់តែងឡើងនៅថ្ងៃទី9 ខែតុលាឆ្នាំ1956និពន្ធដោយលោកពៅយូលេងនិងអ៊ុំឈឿនសង្ខេបអត្ថបទអក្សរសិល្ប៍ខ្មែររឿងថៅកែចិត្តចោលមនុស្ស3នាក់ក្រោយពីបើកឡានទៅបុកឡានថៅកែហុងលីបង្កឲ្យស្លាប់មនុស្សរបួសជាច្រើនអ្នករួចមកពូហំបានទៅរកថៅកែនៅផ្ទះដើម្បីទារប្រាក់ថ្លៃឈ្នួលចំនួន10,000រៀលដែលថៅកែជួលគាត់ឲ្យប្រព្រឹត្តអំពើនេះពេលមកដល់មិនជួបនឹងថៅកែទេគាត់បានជួបនឹងផានីតពូហំបាននិយាយរឿងនេះប្រាប់ផានីតបានបញ្ជាឲ្យគាត់រត់គេចព្រោះដឹងថារាជការកំពុងតែតាមរកចាប់គាត់ពូហំមិនព្រមធ្វើតាមផានីតប្រាប់ទេផានីតបានឲ្យពូហំពួនរងចាំថៅកែពេលនោះថៅកែបានមកដល់ពូហំក៏ស្ទុះទៅស្ទាក់ទារលុយ10,000រៀលតាមការសន្យាតែត្រូវថៅកែបដិសេធធ្វើមិនដឹងមិនឮរួចប្រាប់ឲ្យរត់គេចខ្លួនដោយឲ្យប្រាក់200រៀលពូហំមិនព្រមក៏បង្កឲ្យមានការប្រកែកគ្នាខ្លាំងរហូតលឺដល់កម្មករសុកគង់ទ្រីពួកគេក៏ចេញមកមើលផានីតបានរៀបរាប់រឿងថៅកែឆ្លោះជាមួយពូហំប្រាប់ពួកគេថៅកែនៅតែមិនព្រមឲ្យលុយទៅពូហំរីឯពូហំវិញក៏មិនព្រមចេញទៅណាដែរគាត់នៅតែជជែកទាមទារទោះបីថៅកែគំរាមយ៉ាងណាក៏ដោយនាងយ៉ានប្រពន្ធពូហំដោយបាត់ប្តីមិនឃើញមកផ្ទះក៏ទៅផ្ទះថៅកែចៃដនបានជួបពូហំនិងថៅកែកំពុងឆ្លោះប្រកែកគ្នាថៅកែបាននិយាយកុហកនាងយ៉ានពីការប្រព្រឹត្តអំពើអាក្រក់របស់ពូហំថៅកែធ្វើជាចិត្តល្អប្រាប់នាងយ៉ានថាឲ្យពូហំរត់គេចខ្លួនទៅថៅកែថែមទាំងឲ្យលុយទៅនាងយ៉ាន300រៀលតែត្រូវពូហំហាមមិនឲ្យទទួលយកឡើយនាងយ៉ានមិនដឹងសាច់រឿងបានជឿតាមសម្ដីថៅកែនាងបានអង្វរប្តីឲ្យរត់គេចព្រោះគាត់មិនចង់ឲ្យប្តីជាប់គុកតែត្រូវពូហំបដិសេធនិងថែមទាំងច្រឡោតខឹងនឹងនាងយ៉ានជាប្រពន្ធថែមទៀតផានីតបានខាត់ពូហំតែត្រូវថៅកែគំរាមបញ្ឈប់ពីការងារផានីតមិនខ្លាចទេថែមទាំងដរមាត់យ៉ាងខ្លាំងជាមួយថៅកែរហូតលឺដល់កម្មករសុកមានគង់ទ្រីចេញមកពេលនោះទំនាស់កាន់តែរីកធំឡើងហើយជជែកបើកកកាយកាន់តែខ្លាំងបានធ្វើឲ្យអ្នកទាំងអស់គ្នាដឹងពីអំពើអាក្រក់របស់ថៅកែអ្នកទាំងអស់ជួយគាំទ្រខាងពូហំដោយឃើញសភាពការមិនស្រួលថៅកែបានប្រើល្បិចបំបែកពួកគេដោយសន្យាឲ្យលុយទៅកម្មករសុកមានគង់ទ្រីម្នាក់10,000រៀលដោយគ្រាន់តែធ្វើមិនដឹងមិនឮពេលមាននគរបាលមកសួរក្រោយពីស្ដាប់ការពន្យល់របស់ពូហំផានីតនិងនាងយ៉ានរួចមកពួកគេមិនព្រមធ្វើតាមថៅកែឡើយបន្ទាប់មកក្រុមនគរបាលបានចូលមកដល់ក្រោយពីសាកសួរដឹងរឿងហេតុអស់ហើយភ្នាក់ងារនគរបាលក៏បានចាប់ខ្លួនពូហំទៅក្រសួងនគរបាលគង់គ្រាន់តែស្រែករកយុត្តិធម៌មួយម៉ាត់ប៉ុណ្ណោះក៏ត្រូវក្រុមនគរបាលចាប់យកទៅដាក់គុកជាមួយពូហំទៀតចំណែកកម្មករដទៃទៀតត្រូវថៅកែដេញលែងឲ្យធ្វើការចាប់ពីថ្ងៃនោះមក